Hello បងប្អូនទាំងគ្នាថ្ងៃនេះមកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមកបង្រៀនពីរបៀបបង្កើត TikTok បាទមានបងប្អូនជាច្រើនដែលខមមិនសួរខ្ញុំពីរបៀបបង្កើត TikTok បន្ថែមទៀតដែល TikTok យើងមានឲ្យ account TikTok បងប្អូនចូលមកមើលរបៀបបង្កើតទាំងអស់គ្នាបងប្អូនដំបូងយើងចុចនៅលើឈ្មោះ TikTok របស់យើងមកយើងដើម្បីបន្ថែម TikTok មួយទៀតនេះហើយឈ្មោះ profile របស់យើងហ្នឹងចុចមកយើងចង់បូកបន្ថែមគណនី TikTok បន្ថែមគណនីបាទនេះចុចកន្លែងហ្នឹងមកនេះសម្រាប់បងប្អូន TikTok សិនជា TikTok មុនបងប្អូនជាប់មួយ Facebook ហើយ TikTok នេះមួយចង់ជាប់មួយ email ក៏បានជាមួយ Apple ID បាទឬក៏ចង់បង្កើតថ្មីទៀតក៏បានតែឥឡូវនេះខ្ញុំចង់ភ្ជាប់មួយ email របស់ខ្ញុំបាទនេះមែននេះយើងចុចពីលើវាមកចុច start មកអូខេនេះដល់កន្លែងនេះយើងចុចទៅលើគណនីរបស់យើងនេះកន្លែងនេះបាទចុចវាមកជិះបង្កើតទីយើងចុចពីបន្តខាងក្រោមនេះបងប្អូនអូខេទៅប៉ុណ្ណឹងមកចាំមើលវាបានអត់នេះវាឲ្យយើងរើសខែឆ្នាំកំណើតជឿដាក់ថ្ងៃណាបានតាមចិត្តយើងខែឆ្នាំកំណើតហើយដាក់ទី4មេសា2000ទៅឆ្នាំ2000អូខេបន្តមកឈ្មោះយើងចង់ដូរឬក៏ដាក់ដែរទៅបងប្អូនដល់ពេលនេះយើងត្រូវបានទទួល TikTok ថ្មីមួយទៀតបងនេះគឺជា TikTok ថ្មីឈ្មោះថាដែលយើងទៅបង្កើតមកនេះគឺ account TikTok ខ្ញុំទាំងអស់វាមានដល់ទៅ3ហើយប្លុកដានេះខ្ញុំភ្ជាប់មួយ Facebook ក្រោមខ្ញុំភ្ជាប់មួយ email ហើយឥឡូវនេះក៏ខ្ញុំភ្ជាប់មួយ email ដែរបងប្អូននេះពេលនេះយើងបង្កើតបានហើយយើងចង់ផុសវីដេអូផុសអីយើងអាចផុសបានបងប្អូនតែប៉ុណ្ណេះយើងចង់បញ្ចូលគណនីមានវីដេអូរបស់យើងមានតែប៉ុណ្ណឹងទេបងប្អូនបាយបាយ